គម្រោងសាងសង់ទើបតែបញ្ចប់ហើយម្ចាស់គម្រោងបានធ្វើការទូទាត់សាច់ប្រាក់ 100% ទៅអ្នកម៉ៅការឬក៏ក្រុមហ៊ុនសាងសង់ភ្លាមៗបើយើងមើលទៅវាហាក់បីដូចជាត្រឹមត្រូវក៏ប៉ុន្តែតាមបទពិសោធន៍នៅក្នុងវិស័យសំណង់នេះអាចជាកំហុសមួយដែលបង្កឲ្យមានហានិភ័យហិរញ្ញវត្ថុខ្ពស់បំផុតទៅកាន់ម្ចាស់គម្រោងដូចនេះតើយើងអាចការពារឬក៏បញ្ជាហានិភ័យហិរញ្ញវត្ថុមួយនេះបានដោយរបៀបណាជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទសន្យាហើយថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការគ្រប់គ្រងទៅលើហិរញ្ញវត្ថុនៅក្នុងគម្រោងសាងសង់របស់អ្នកទាំងអស់គ្នាឲ្យមានប្រសិទ្ធភាពនិងត្រឹមត្រូវខ្ញុំសង្កេតឃើញថានៅក្នុងគម្រោងសាងសង់ភាគច្រើនម្ចាស់គម្រោងតែងតែមើលរំលងទៅលើការទូទាត់សាច់ប្រាក់ក៏ដូចជាលក្ខខណ្ឌផ្សេងៗនៅក្នុងការបង់ប្រាក់ទៅខាងអ្នកម៉ៅការឬក៏ក្រុមហ៊ុនសាងសង់ផងដែរអញ្ចឹងគាត់យល់ឃើញថាការបង់ប្រាក់ច្រើនទៅខាងក្រុមហ៊ុនសាងសង់គឺជារឿងមួយដែលធ្វើឲ្យគម្រោងសាងសង់របស់គាត់នឹងដំណើរការទៅរលូនក៏ដូចជាធ្វើឲ្យគម្រោងសាងសង់របស់គាត់នឹងគឺអាចហើយទាន់ពេលវេលាឬក៏អាចហើយមុនពេលវេលាដែលគាត់បានកំណត់ទៀតផងសម្រាប់ម្ចាស់គម្រោងមួយចំនួនទៀតគឺគាត់បានធ្វើការបង់ប្រាក់ទៅខាងក្រុមហ៊ុនសាងសង់ 100% ពេលដែលគម្រោងសាងសង់ត្រូវបានបញ្ចប់ភ្លាមៗព្រោះអីគាត់គិតថាការធ្វើបែបនេះគឺជារឿងមួយដែលសមហេតុផលបើសិនជាយើងមើលពីក្រៅខ្ញុំគិតថាវាសមហេតុផលនិងត្រឹមត្រូវមែនក៏ប៉ុន្តែសម្រាប់គម្រោងសាងសង់ឬក៏វិស័យសំណង់ជម្រើសមួយនេះមិនមែនជាជម្រើសដ៏ល្អសម្រាប់ម្ចាស់គម្រោងនោះទេព្រោះអីវាផ្ដល់ហានិភ័យយ៉ាងខ្ពស់ទៅលើហិរញ្ញវត្ថុនៅក្នុងគម្រោងសាងសង់មួយនេះហើយអ្វីបានខ្ញុំហ៊ាននិយាយបែបនេះឥឡូវយើងក៏លេខមកមើលឧទាហរណ៍ធំៗពីរដែលយើងអាចយកមកធ្វើការគិតពិចារណាឧទាហរណ៍ទី1អំឡុងពេលនៃការសាងសង់ឧបមាថាគម្រោងសាងសង់របស់យើងមានទឹកប្រាក់ចំនួន$1 លានហើយម្ចាស់គម្រោងបានធ្វើការទូទាត់សាច់ប្រាក់ទៅខាងក្រុមហ៊ុនសាងសង់អស់ 50% មានន័យថាគាត់ធ្វើការបង់ប្រាក់ទៅខាងក្រុមហ៊ុនសាងសង់ឬក៏អ្នកម៉ៅការអស់$50,000ក៏ប៉ុន្តែជាក់ស្ដែងនៅក្នុងគម្រោងសាងសង់ក្រុមហ៊ុនសាងសង់មួយនឹងទើបតែសម្រេចការងារបានតែ 20% ទេអញ្ចឹងសម្រាប់លក្ខខណ្ឌមួយនេះឬក៏ករណីមួយនេះគឺពិតជាហានិភ័យខ្លាំងមែនទែនសម្រាប់ម្ចាស់គម្រោងនីមួយៗព្រោះអីបើសិនបើពេលដែលម្ចាស់គម្រោងបានទូទាត់សាច់ប្រាក់យ៉ាងធំទៅកាន់ក្រុមហ៊ុនសាងសង់មួយនេះរួចរាល់ហើយក៏ប៉ុន្តែបន្ទាប់មកក្រុមហ៊ុនសាងសង់មួយនឹងគាត់មានវិបត្តិហិរញ្ញវត្ថុគាត់អត់មានធនធានផ្សេងគាត់អត់មានកម្មករសម្រាប់ធ្វើការងារនៅក្នុងគម្រោងសាងសង់មួយហ្នឹងហើយគាត់អាចឈានទៅដល់ការផ្អាកបន្តអនុវត្តការងាររបស់គាត់នៅក្នុងករណីមួយនេះគឺម្ចាស់គម្រោងអាចនឹងជួបហានិភ័យដោយអ្នកសាងសង់គឺអាចនឹងរត់ចោលគម្រោងសាងសង់មួយហ្នឹងហើយខ្ញុំឃើញថាមានម្ចាស់គម្រោងមួយចំនួនគឺគាត់ជួបប្រទះនៅបញ្ហាមួយនេះគាត់ធ្វើការងារមួយរយៈហើយគាត់ធ្វើការ pay ទៅខាងអ្នកសាងសង់អស់ទឹកលុយមួយយ៉ាងធំដែរដោយគាត់គិតថាធ្វើបែបនេះធ្វើឲ្យគម្រោងសាងសង់របស់គាត់ដំណើរការបានលឿនឬក៏រលូនហ្នឹងទៅពេលដែលក្រុមហ៊ុនសាងសង់គាត់ទទួលបានលុយទាំងអស់នោះហើយគាត់ក៏ធ្វើការរត់ចោលបច្ចេកអញ្ចឹងអ្វីដែលប៉ះពាល់ដល់ម្ចាស់គម្រោងទី1អាចធ្វើឲ្យគម្រោងសាងសង់មួយហ្នឹងអាចផ្អាកដំណើរការមួយរយៈឬក៏រយៈពេលយូរមួយទៀតអាចធ្វើឲ្យម្ចាស់គម្រោងធ្វើការប្រឹងផ្ដាល់ជាមួយនឹងក្រុមហ៊ុនសាងសង់មួយហ្នឹងហើយសម្រាប់ឲ្យគម្រោងមួយនេះដំណើរការបន្តទៅមុខទៀតលុះត្រាតែម្ចាស់គម្រោងគាត់ជួលនៅក្រុមហ៊ុនសាងសង់ថ្មីមកធ្វើការងារបន្តពីក្រុមហ៊ុនចាស់អញ្ចឹងសម្រាប់ការជួលទៅលើក្រុមហ៊ុនថ្មីគឺវាមានតម្លៃថ្លៃហើយម្យ៉ាងវិញទៀតគឺគាត់បានចំណាយទឹកប្រាក់អស់ច្រើនដែរហើយទៅលើក្រុមហ៊ុនចាស់អញ្ចឹងការបង់ប្រាក់លើសពីទំហំការងារដែលសម្រេចបានគឺវាពិតជាមានហានិភ័យឬក៏វាធ្វើឲ្យប៉ះពាល់ទៅលើហិរញ្ញវត្ថុរបស់ម្ចាស់គម្រោងខ្លាំងមែនទែនឥឡូវយើងមកមើលឧទាហរណ៍ទី2គឺក្រោយពេលគម្រោងសាងសង់ត្រូវបានបញ្ចប់ឧបមាថាម្ចាស់គម្រោងគាត់ធ្វើការបង់ប្រាក់ 100% ទៅខាងក្រុមហ៊ុនសាងសង់ឬក៏អ្នកម៉ៅការបន្ទាប់ពីគម្រោងសាងសង់ត្រូវបានបញ្ចប់ភ្លាមបើសិនជាយើងនិយាយអំពីគម្រោងសាងសង់បញ្ចប់គម្រោងភ្លាមគឺយើងអាចមើលដឹងអំពីកំហុសខាតឬក៏បញ្ហាអីដែលកើតមានឡើងទេវាអាចកើតឡើងពេលដែលអ្នកប្រើប្រាស់ឬក៏ម្ចាស់គម្រោងបានធ្វើការប្រើប្រាស់ទៅលើសំណង់មួយហ្នឹងរយៈពេលណាមួយឬក៏រយៈពេល1ខែ2ខែ3ខែគឺអាចលេចឡើងនៅបញ្ហាផ្សេងដូចជាការលេចទឹកតាក់ទងជាមួយនឹងការប្រេះទៅលើគ្រឿងបង្គុំរបស់យើងអាចមានជាការស្រោតក៏ដូចជាប្រព័ន្ធអគ្គិសនីមិនដំណើរការប្រព័ន្ធទឹកវាមានការកកស្ទះក៏ដូចជាបញ្ហាផ្សេងទៀតដែលកើតមានឡើងអំឡុងពេលនៃការប្រើប្រាស់ហ្នឹងពេលនោះម្ចាស់គម្រោងប្រកាសជាគាត់ត្រូវការក្រុមហ៊ុនសាងសង់មួយហ្នឹងដើម្បីត្រឡប់មកធ្វើការជួសជុលវិញហើយត្រួតពិនិត្យបន្ថែមទៅលើសំណង់មួយហ្នឹង
ក៏ប៉ុន្តែយើងក៏លេចមកមើលលុយដែលម្ចាស់គម្រោងគាត់បានធ្វើការទូទាត់ទៅខាងក្រុមហ៊ុនសាងសង់មួយហ្នឹងគឺគាត់ទូទាត់ 100% ហើយអញ្ចឹងក្រុមហ៊ុនសាងសង់មួយហ្នឹងគាត់អាចនឹងយឺតយ៉ាវនៅក្នុងការត្រឡប់មកធ្វើការជួសជុលឬក៏ក្នុងករណីអាក្រក់បំផុតគឺគាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងម្ចាស់គម្រោងគឺគាត់មិនទទួលខុសត្រូវទៅលើការជួសជុលកំហុសទាំងអស់នោះទេឬក៏ defect ទាំងអស់នោះទេអញ្ចឹងម្ចាស់គម្រោងគឺត្រូវការចំណាយលុយបន្ថែមទៀតដើម្បីជួលអ្នកផ្សេងឬក៏ក្រុមហ៊ុនផ្សេងមកធ្វើការជួសជុលទៅលើ defect ទាំងអស់នោះដូចនេះក្នុងនាមជាម្ចាស់គម្រោងដើម្បីការពារទៅលើហានិភ័យហិរញ្ញវត្ថុក៏ដូចជាធានាបានថាក្រុមហ៊ុនសាងសង់មួយនឹងត្រឡប់មកធ្វើការជួសជុលទៅលើសំណង់របស់គាត់ម្ចាស់គម្រោងគួរក៏បីយកចិត្តទុកដាក់ទៅលើ3ចំណុចសំខាន់មុននឹងធ្វើការចុះកិច្ចសន្យាជាមួយនឹងអ្នកម៉ៅការឬក៏ក្រុមហ៊ុនសាងសង់ចំណុចទី1នោះគឺជាការរៀបចំលក្ខខណ្ឌទូទាត់សាច់ប្រាក់ឲ្យបានត្រឹមត្រូវចំណុចទី2គឺយើងត្រូវកំណត់រយៈពេលដែលក្រុមហ៊ុនសាងសង់គាត់ធានាក្នុងការជួសជុលទៅលើសំណង់របស់យើងឬអាចហៅបានថា defect liability period រីឯចំណុចទី3នោះគឺជាការបង្កក់ប្រាក់ឬក៏ retention money អញ្ចឹងយើងក៏លេចមកមើលចំណុចនីមួយៗតើវាមានលក្ខណៈពិសេសក៏ដូចជាមានចំណុចអីគេខ្លះដែលយើងគួរធ្វើការកត់សម្គាល់ចំណុចទី1ការរៀបចំលក្ខខណ្ឌទូទាត់សាច់ប្រាក់ឲ្យបានត្រឹមត្រូវការកំណត់លក្ខខណ្ឌទូទាត់សាច់ប្រាក់រវាងម្ចាស់គម្រោងនិងអ្នកសាងសង់ឲ្យបានត្រឹមត្រូវមិនមែនជួយផ្ដល់ផលប្រយោជន៍តែខាងម្ចាស់គម្រោងនោះទេក៏ប៉ុន្តែវាជួយទៅដល់ក្រុមហ៊ុនសាងសង់ដំណើរការទៅបានយ៉ាងរលូនផងដែរព្រោះអីបើសិនបើយើងកំណត់លំហូរសាច់ប្រាក់ឲ្យបានត្រឹមត្រូវក៏ដូចជាកំណត់ការទូទាត់សាច់ប្រាក់ឲ្យបានត្រឹមត្រូវក្រុមហ៊ុនសាងសង់គាត់នឹងមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបន្តអនុវត្តការងាររបស់គាត់តាំងពីចាប់ផ្ដើមគម្រោងរហូតដល់គម្រោងត្រូវបានបញ្ចប់ការទូទាត់សាច់ប្រាក់ឬក៏លក្ខខណ្ឌនៃការបង់ប្រាក់នៅក្នុងគម្រោងសាងសង់ខ្ញុំអាចបែងចែកជា2វិធីសាស្ត្រធំសំខាន់ទី1គឺការបង់ប្រាក់ទៅតាមវឌ្ឍនភាពការងារដែលក្រុមហ៊ុនសាងសង់គាត់បានអនុវត្តរួចរាល់ឬក៏គេហៅថា progress payment សម្រាប់ progress payment ឬក៏ការទូទាត់សាច់ប្រាក់ទៅតាមវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនសាងសង់គឺជាការទូទាត់សាច់ប្រាក់ទៅតាមខែនីមួយៗដែលក្រុមហ៊ុនសាងសង់មួយហ្នឹងគាត់សម្រេចបានជាក់ស្ដែងឬក៏សម្រាប់បានដោយមានការព្រមព្រៀងពីខាងម្ចាស់គម្រោងអញ្ចឹងឧទាហរណ៍បើសិនបើនៅក្នុងខែទី1គាត់សម្រេចបាន 10% អញ្ចឹងម្ចាស់គម្រោងគឺគាត់ទូទាត់ឲ្យទៅខាងក្រុមហ៊ុនសាងសង់មួយហ្នឹងតែ 10% ទេក្នុងលក្ខខណ្ឌបែបនេះគឺវាពិតជាមានតម្លាភាពរវាងម្ចាស់គម្រោងហើយនិងអ្នកសាងសង់ហើយតើទៅជាមួយលំហូរសាច់ប្រាក់ក៏ក្រុមហ៊ុនសាងសង់ក៏គាត់មានលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ទៅលើគម្រោងសាងសង់មួយហ្នឹងផងដែររីឯវិធីសាស្ត្រទី2នោះគឺលក្ខខណ្ឌបង់ប្រាក់ទៅតាមដំណាក់កាលឬក៏ milestone payment តើទៅជាមួយនឹង milestone payment គឺជាការបង់ប្រាក់ទៅតាមលក្ខខណ្ឌកំណត់ណាមួយឬក៏ទៅតាមរយៈពេលសំខាន់ណាមួយដែលម្ចាស់គម្រោងនិងអ្នកសាងសង់បានធ្វើការព្រមព្រៀងគ្នានៅក្នុងកិច្ចសន្យាឧទាហរណ៍នៅក្នុងគម្រោងសាងសង់មួយខ្ញុំបានបែងចែក payment ទី4ទី1គឺម្ចាស់គម្រោងនឹងបង់ 10% នៃតម្លៃសរុបទៅខាងក្រុមហ៊ុនសាងសង់បន្ទាប់ពីធ្វើការចុះកិច្ចសន្យារួចរាល់រីឯដំណាក់កាលទី2ម្ចាស់គម្រោងនឹងបង់ 30% នៃតម្លៃសរុបទៅខាងក្រុមហ៊ុនសាងសង់ពេលដែលក្រុមហ៊ុនសាងសង់បញ្ចប់ការងារគ្រឿងបង្គុំរីឯដំណាក់កាលទី3ម្ចាស់គម្រោងនឹងបង់ 30% ទៀតទៅខាងក្រុមហ៊ុនសាងសង់ពេលដែលក្រុមហ៊ុនសាងសង់បញ្ចប់ការងារស្ថាបត្យកម្មរួចរាល់រីឯដំណាក់កាលចុងក្រោយ 30% ទៀតម្ចាស់គម្រោងនឹងធ្វើការបង់ប្រាក់ជូនក្រុមហ៊ុនសាងសង់ពេលដែលគម្រោងត្រូវបានបញ្ចប់ 100%អញ្ចឹងដំណាក់កាលខាងលើនេះគ្រាន់តែជាឧទាហរណ៍ដើម្បីអ្នកងាយយល់ទេក៏ប៉ុន្តែនៅក្នុងគម្រោងសាងសង់មួយចំនួនគឺគេមានលក្ខខណ្ឌផ្សេងទៅតាមការព្រមព្រៀងរវាងគូភាគីទាំងសងខាងហើយបើសម្រាប់វិធីសាស្ត្របង់ប្រាក់ទាំងពីរនេះសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំណែនាំឲ្យម្ចាស់គម្រោងគាត់ប្រើប្រាស់វិធីសាស្ត្រទី1គឺជាការបង់ប្រាក់ទៅតាមវឌ្ឍនភាពការងារឬក៏ progress payment ព្រោះអីការបង់ប្រាក់បែបនេះគឺវាមានតម្លាភាពសម្រាប់ម្ចាស់គម្រោងក៏ដូចជា contractor ហើយក៏វាផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុជូនគូភាគីទាំងសងខាងផងដែរឥឡូវយើងក៏លេចមកមើលចំណុចទី2ដែលយើងគួរធ្វើការគិតពិចារណាគឺការកំណត់រយៈពេលនៃការធានាការជួសជុលបើយើងនិយាយពីគម្រោងសាងសង់ម្ចាស់គម្រោងភាគច្រើនគឺគាត់ផ្ដោតសំខាន់ទៅលើធ្វើម៉េចឲ្យគម្រោងសាងសង់របស់គាត់បញ្ចប់តាន់ពេលវេលាហើយគាត់អាចប្រើប្រាស់បានក៏ប៉ុន្តែគាត់អត់បានគិតទៅដល់ដំណាក់កាលនៃការប្រើប្រាស់នោះទេអញ្ចឹងបើសិនបើពេលដែលគាត់ប្រើប្រាស់សំណង់មួយនឹងបានមួយរយៈហ
ហើយក៏មានបញ្ហាកើតឡើងជាច្រើននៅក្នុងសំណង់មួយហ្នឹងតើម្ចាស់គម្រោងគាត់អាចហៅក្រុមហ៊ុនសាងសង់មួយហ្នឹងឲ្យត្រឡប់មកធ្វើការជួសជុលសំណង់គាត់បានដោយរបៀបណាបើលុយដែលម្ចាស់គម្រោងបានធ្វើការបង់ទៅខាងក្រុមហ៊ុនសាងសង់គឺគាត់បានបង់ 100% រួចរាល់ហើយពេលដែលបញ្ចប់គម្រោងភ្លាមក្នុងលក្ខខណ្ឌបែបនេះសម្រាប់រយៈពេលនៃការធានាគឺយើងត្រូវតែធ្វើការចរចាឲ្យបានត្រឹមត្រូវរវាងគូភាគីទាំងសងខាងដើម្បីធានាបានថាពេលដែលបញ្ចប់គម្រោងឬក៏ពេលដែលម្ចាស់គម្រោងប្រើប្រាស់មានបញ្ហាអីកើតឡើងគឺក្រុមហ៊ុនសាងសង់គាត់ត្រឡប់មកធ្វើការជួសជុលវិញហើយតើយើងគួរដាក់រយៈពេលប៉ុណ្ណាឲ្យសមស្របនៅក្នុងគម្រោងសាងសង់ទូទៅគឺវាអាចពីចន្លោះ6ខែទៅ2ឆ្នាំក៏ប៉ុន្តែសម្រាប់ខ្ញុំដែលជាអ្នករៀបចំកងត្រារៀបចំកិច្ចសន្យាជូនម្ចាស់គម្រោងគឺខ្ញុំតែងតែដាក់រយៈពេល defect notification period នេះឬក៏រយៈពេលធានាទៅលើការជួសជុលនេះគឺរយៈពេល2ឆ្នាំហើយនៅក្នុងលក្ខខណ្ឌមួយចំនួនបើសិនជាក្រុមហ៊ុនសាងសង់គាត់មានការចរចាបន្ថែមធ្លាក់អស់តែ1ឆ្នាំហើយអញ្ចឹងបើសិនបើអំឡុងពេលនៃការធានារយៈពេល2ឆ្នាំហ្នឹងមានការខូចខាតឬក៏ defect ផ្សេងដែលកើតមាននៅក្នុងសំណង់មួយហ្នឹងម្ចាស់គម្រោងមានសិទ្ធិហៅក្រុមហ៊ុនសាងសង់មួយហ្នឹងមកធ្វើការជួសជុលឲ្យគាត់ហើយសម្រាប់ការធ្វើការជួសជុលនោះទៀតសោតគឺក្រុមហ៊ុនសាងសង់មួយហ្នឹងគឺគាត់ត្រូវធ្វើការចេញលុយជួសជុលទៅលើសំណង់មួយហ្នឹងម្ចាស់គម្រោងគឺគាត់អត់តម្រូវឲ្យធ្វើការឲ្យលុយបន្ថែមទៅខាងក្រុមហ៊ុនសាងសង់មួយនេះទេហើយតាក់ទងជាមួយនឹងការជួសជុលនោះទៀតសោតយើងត្រូវតែបែងចែកឲ្យដាច់ព្រោះអីមិនរាល់ defect ទាំងអស់កើតឡើងដោយសារតែភាពខ្វះខាតរបស់ក្រុមហ៊ុនមួយនេះទេវាអាចបង្កឡើងដោយម្ចាស់គម្រោងដូចគ្នាអញ្ចឹងឧទាហរណ៍បើសិនជាសំណង់មួយនឹងខូចខាតដោយសារតែការបង្កឡើងដោយម្ចាស់គម្រោងឬក៏ជនទី3ដែលធ្វើឲ្យខូចខាតគឺក្រុមហ៊ុនសាងសង់គឺគាត់អត់ធានាខុសត្រូវទៅលើការងារទាំងអស់នេះទេអញ្ចឹងយើងត្រូវបែងចែកឲ្យដាច់តាក់ទងជាមួយទំនួលខុសត្រូវមួយនេះមិនឲ្យតែមានបញ្ហាឲ្យគេមកជួសជុលហើយឲ្យគេចេញលុយនេះទេអញ្ចឹងយើងក៏លេចមកវិញតើយើងកំណត់លក្ខខណ្ឌប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយឬនៅដើម្បីឲ្យក្រុមហ៊ុនសាងសង់គាត់ត្រឡប់មកធ្វើការជួសជុលវិញសម្រាប់ខ្ញុំគិតថាវាអត់ទាន់គ្រប់គ្រាន់ឬក៏វាអត់ទាន់ច្បាស់ 100% ទេដែលក្រុមហ៊ុនសាងសង់គាត់នឹងត្រឡប់មកធ្វើការជួសជុលបើសិនបើមាន defect អីកើតឡើងនៅអំឡុងពេលនៃការប្រើប្រាស់រយៈពេល2ឆ្នាំហ្នឹងអញ្ចឹងដើម្បីធានាបានថាក្រុមហ៊ុនសាងសង់មួយហ្នឹងគាត់ត្រឡប់មកធ្វើការជួសជុលវិញនៅក្នុងគម្រោងសាងសង់មួយចំនួនធំគឺគេមានលក្ខខណ្ឌមួយទៀតគឺ retention money ឬក៏ការបង្កក់ប្រាក់តើអីទៅជាការបង្កក់ប្រាក់ហើយវាមានអត្ថប្រយោជន៍អីខ្លះសម្រាប់ម្ចាស់គម្រោងសម្រាប់ retention គឺជាប្រាក់មួយផ្នែកដែលម្ចាស់គម្រោងធ្វើការកាក់ឬក៏បង្កក់ចេញពីការទូទាត់សាច់ប្រាក់ជារៀងរាល់ខែឬក៏ជារៀងរាល់ដំណាក់កាលចេញពីក្រុមហ៊ុនសាងសង់ពលគឺសម្រាប់ទឹកប្រាក់បង្កក់នេះគឺដើម្បីឲ្យម្ចាស់គម្រោងគាត់មានទំនុកចិត្តថាក្រុមហ៊ុនសាងសង់គាត់នឹងធ្វើការអនុវត្តការងារតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់គម្រោងសាងសង់ហើយក្រុមហ៊ុនសាងសង់នោះនឹងធ្វើការត្រឡប់មកធ្វើការជួសជុលអំឡុងពេល defect notification period ហើយសូមបញ្ជាក់ផងដែរសម្រាប់ប្រាក់បង្កក់មួយនេះមិនមែនជាប្រាក់ពិន័យទៅខាងក្រុមហ៊ុនសាងសង់ទេគ្រាន់តែជាការបង្កក់ប្រាក់ជាបណ្ដោះអាសន្នហើយនឹងធ្វើការទូទាត់ជូន contractor វិញទៅតាមលក្ខខណ្ឌណាមួយដែលចុះនៅក្នុងកិច្ចសន្យាតាមបទពិសោធន៍របស់ខ្ញុំសម្រាប់ប្រាក់បង្កក់វាអាចពីចន្លោះ5ទៅ 10% នៃតម្លៃសរុបឧទាហរណ៍បើសិនបើយើងមានគម្រោងសាងសង់មួយដែលគម្រោងសាងសង់នោះមានតម្លៃសរុប$10,000ហើយប្រាក់បង្កក់របស់យើងឬក៏ retention money របស់យើងគឺ10%អញ្ចឹងវាស្មើនឹង$10,000អញ្ចឹងតើយើងធ្វើការទូទាត់សាច់ប្រាក់ជូនក្រុមហ៊ុនសាងសង់បានដោយរបៀបណាហើយយើងបង្កក់សាច់ប្រាក់ចេញពីការទូទាត់សាច់ប្រាក់ទៅខាងក្រុមហ៊ុនសាងសង់ហ្នឹងបានដោយវិធីណាអញ្ចឹងយើងមកមើលតារាងទូទាត់សាច់ប្រាក់ទាំងអស់គ្នាអញ្ចឹងនៅក្នុងតារាងទូទាត់សាច់ប្រាក់មួយនេះគឺខ្ញុំបែងចែកជា5ដំណាក់កាលអញ្ចឹងដំណាក់កាលនីមួយៗគឺម្ចាស់គម្រោងនឹងទូទាត់សាច់ប្រាក់ទៅខាងក្រុមហ៊ុនសាងសង់20%យើងមើលនៅក្នុង20%បើយើងគិតជា progress payment របស់គាត់គឺស្មើនឹង$20,000ជារៀងរាល់ដំណាក់កាលក៏ប៉ុន្តែយើងត្រូវធ្វើការដក retention 10%អញ្ចឹងរៀងរាល់ដំណាក់កាលយើងដក 10% នៃទឹកប្រាក់ដែលគាត់ធ្វើការបើកជូនក្រុមហ៊ុនសាងសង់អញ្ចឹងដក 10% វាស្មើជាមួយនឹង$2,000អញ្ចឹងបើយើងនិយាយពីសាច់ប្រាក់ដែលម្ចាស់គម្រោងបើកទៅកាន់
ក្រុមហ៊ុនសាងសង់ជារៀងរាល់ដំណាក់កាលនោះគឺមានចំនួនទឹកប្រាក់តែ$18000ទេអញ្ចឹងមានន័យថាពេលដែលបញ្ចប់គម្រោងក្រុមហ៊ុនសាងសង់គឺគាត់អាចទទួលបានតែទឹកប្រាក់ 90% នៃគម្រោងសាងសង់មួយនេះទេហើយ 10% ទៀតគឺជា retention money ដូចនេះតើការទូទាត់សាច់ប្រាក់ដែលនៅសល់ឬក៏ការទូទាត់សាច់ប្រាក់ retention money ហ្នឹងតាមរបៀបណាការទូទាត់សាច់ប្រាក់បង្កក់នឹងទៅខាងក្រុមហ៊ុនសាងសង់ខ្ញុំអាចបែងចែកជា2លក្ខខណ្ឌសំខាន់ដែលចាស់គម្រោងអាចយកទៅប្រើប្រាស់បានក្នុងលក្ខខណ្ឌទី1ពេលដែលបញ្ចប់គម្រោងសាងសង់ភ្លាមម្ចាស់គម្រោងអាចធ្វើការទូទាត់សាច់ប្រាក់ 50% នៃ retention money មានន័យថាម្ចាស់គម្រោងគាត់នឹងទូទាត់សាច់ប្រាក់$5000ទៅខាងក្រុមហ៊ុនសាងសង់រីឯ 50% នៃ retention គឺម្ចាស់គម្រោងនឹងធ្វើការទូទាត់ពេលដែល defect liability period ត្រូវបានបញ្ចប់អញ្ចឹងបើសិនជា defect liability period រយៈពេល2ឆ្នាំអញ្ចឹង2ឆ្នាំក្រោយទើបម្ចាស់គម្រោងទូទាត់ 50% ទៀតទៅខាងក្រុមហ៊ុនសាងសង់រីឯលក្ខខណ្ឌទី2នោះម្ចាស់គម្រោងគឺធ្វើការបង្កក់សាច់ប្រាក់ទាំងអស់បានន័យថាបង្កក់សាច់ប្រាក់ទាំង$10000រហូតដល់ defect liability period ត្រូវបានបញ្ចប់អញ្ចឹងបង្កក់រហូតដល់2ឆ្នាំក៏ប៉ុន្តែក៏មានចំណុចមួយដែលម្ចាស់គម្រោងអាចទទួលយកបានដែរហើយក្រុមហ៊ុនសាងសង់ក៏គាត់អាចទូទាត់សាច់ប្រាក់ទាំងអស់បានដែរគាត់ត្រូវធ្វើការផ្លាស់ប្ដូរជាមួយនឹង retention bond ឬក៏ bank guarantee ដែលមានសាច់ប្រាក់ស្មើនឹង retention money អញ្ចឹងសរុបមកវិញសម្រាប់ការគ្រប់គ្រងទៅលើហិរញ្ញវត្ថុនៅក្នុងគម្រោងសាងសង់របស់យើងគឺជាកត្តាមួយដែលម្ចាស់គម្រោងមិនគួរមើលរំលងហើយត្រូវកំណត់លក្ខខណ្ឌឲ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយដើម្បីការពារផលប្រយោជន៍គូភាគីទាំងសងខាងអូខេសម្រាប់វីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងទទួលបាននូវចំណេះដឹងតិចតួចចេញពីវីដេអូមួយនេះហើយអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូបន្តទៀតបាយបាយ